លក្ខណៈបរកហណៈបរិឆេទទី5 គ្នាបទី1 តាំងទិវសង្តាវតង្សាទេវាអត្តមនាក្នុងថ្ងៃដែលព្រះមហាពោធិសត្វប្រសូតនោះទេវតាទាំងឡាយដែលនៅក្នុងឋានតាវតង្សពិភពមានសម្ដេចអនិន្ទ្រាធិរាជជាដើមមានព្រះតីត្រេកអរចរចាដល់គ្នានឹងគ្នាថាព្រះរាជបុត្ររបស់ព្រះបាទសិរិសទ្ធោទនៈមហារាជដែលប្រសូតនោះនឹងបានត្រាស់ដឹងជាសបញ្ញពុទ្ធទ្រង់នឹងសម្ដែងធម្មចក្រយើងនឹងបានឃើញនៅព្រះពុទ្ធមិនខានទើបទេវតាទាំងឡាយថ្វាយពរសពសាធុការធ្វើសក្ការៈបូជាជាច្រើនក្រៃលែងទូទៅទាំងពិភពទេវតាគ្នាបទី2តាស្មੰសមយេកាលៈទេវិលោនាមៈតាបសោក្នុងសម័យនោះតាបោះឈ្មោះកលៈទេវិលជាអ្នកបាននៅអដ្ឋសមាបត្តិមានឫទ្ធិច្រើនជាងព្រះបាទសិរិសទ្ធោទនៈបានឮពាក្យទេវតាដូច្នោះក៏ចេញចាកទិវាវិហារចុះចាកទេវលោកមកកាន់សំណាក់ព្រះបាទសិរិសទ្ធោទនៈដល់ហើយក៏ថ្វាយព្រះពរសួរថាបុត្រមហារាជប្រសូតហើយឬអាត្មាភាពចង់ឃើញព្រះរាជាទ្រង់ត្រាស់ព្រះរាជបញ្ជាឲ្យនាំព្រះរាជបុត្រមកដើម្បីឲ្យថ្វាយបង្គំព្រះតាបសខណៈនោះព្រះបាទទាំងពីរនៃព្រះមហាក្សត្រក៏ត្រឡប់ទៅជាប្រទេសស្ថានលើចតាតាបសវិញតាបសឃើញហេតុជាអស្ចារ្យក៏ក្រោកចាកអាសនៈធ្វើអញ្ជលីទ្រព្រះបាទមហាក្សត្រព្រះវរបិតាទតឃើញហើយក៏ធ្វើអភិវន្ទនាការព្រះរាជឱរសដោយសេចក្តីសម្គាល់ថាដូចជាមហាព្រហ្មគ្នាបទី3តាបសោលក្ខណៈសម្បតੰទីស្វាតាបោះបានឃើញនៅចរិតលក្ខណៈសម្បត្តិនៃពោធិសត្វក៏ពិចារណាថាព្រះរាជកុមារនេះបានត្រាស់ឬទេទើបដឹងច្បាស់ដោយញាណថាព្រះរាជកុមារនេះនឹងបានត្រាស់ដឹងជាព្រះពុទ្ធមិនមានសង្ស័យឡើយលុះដឹងដូច្នោះហើយក៏សើចហើយត្រឡប់ជាយមវិញមនុស្សទាំងឡាយសួរហេតុនោះទើបតាបោះប្រាប់ហេតុនោះថាដែលអាត្មាសើចនោះដោយសេចក្តីត្រេកអរនឹងព្រះអាយបុត្រនេះបានត្រាស់ជាព្រះពុទ្ធដែលអាត្មាយំនោះដោយគំនិតគិតអាណិតខ្លួនថាជាមនុស្សឥតភ័ព្វមិនបានទាន់ព្រះអាយបុត្រដែលនឹងបានត្រាស់ជាព្រះពុទ្ធគ្នាបទី4តតោតាវសោលំដាប់នោះតាបោះបានពិចារណាតទៅទៀតបានឃើញកលៈជាក្មួយថានឹងបានទាន់ទើបថ្វាយព្រះពរលាទៅកាន់សំណាក់ប្អូនស្រីនៃខ្លួនដល់ហើយក៏ឲ្យហៅកលៈកុមារមកកាលបើកលៈកុមារមកដល់ហើយតាបោះប្រាប់ថាមនាលកលៈព្រះរាជឱរសនៃព្រះបាទសទ្ធោទនៈនឹងបានត្រាស់ជាព្រះពុទ្ធបានឯងនឹងបានទាន់ព្រះអង្គចូលបាឯងបួសក្នុងថ្ងៃនេះចោះកលៈកុមារបានស្ដាប់ពាក្យឪពុកធំហើយក៏ទទួលព្រមទើបផ្គងអញ្ជលីឆ្ពោះទៅរកព្រះពោធិសត្វថាបរោះឯណាជាឧត្តមបរោះក្នុងលោកបព្វជិរបស់ខ្ញុំឧទ្ទិសចំពោះបរោះនោះហើយឲ្យគេកោសក់នឹងពុកចង្ការស្លៀកដណ្ដប់សម្ពុតកាសាវៈច្របាតក្នុងស្លោកស្ពាយចូលទៅនៅធ្វើសមណធម៌ក្នុងព្រៃហេមពៀនចំណែកតាបោះលុះធ្វើមរណកាលទៅក៏បានទៅកើតក្នុងអរូបភពគ្នាទី5ព
ពោធិសត្វតោបញ្ចហੰនិក្ខន្តោចំណែកព្រះបរមពោធិសត្វរាប់អំពីថ្ងៃប្រសូតបាន5ថ្ងៃព្រះវរបិតាទ្រង់នឹងថ្វាយព្រះនាមទើបទ្រង់ឲ្យតាក់តែងរាជពិភពរយរាយដោយពុព្វជាតិមានលាជាគម្រប់5ព្រះរាជាឲ្យតាក់តែងមធុបាយៈទើបទ្រង់ឲ្យប្រជុំខត្តយៈនិងព្រាហ្មណ៍សេនាប្រមុខអាមាត្យក្នុងរាជនិវេសព្រះរាជាឲ្យអញ្ជើញព្រាហ្មណ៍108នាក់មកគង់លើអាសនៈអង្ការដោយភ័ត្តាហារដ៏ប្រណិតស្រេចហើយបញ្ជូនទៅទុកតែព្រាហ្មណ៍8នាក់ដែលមាននាមប្រកបគឺរាមព្រាហ្មណ៍1លក្ខណៈព្រាហ្មណ៍1យញ្ញព្រាហ្មណ៍1ភជ្ជព្រាហ្មណ៍1សុភោជព្រាហ្មណ៍1សុទន្តព្រាហ្មណ៍1សុយាមព្រាហ្មណ៍1កោដញ្ញព្រាហ្មណ៍1សុសង្ឃអ្នកចេះចាំស្ទាត់ក្នុងត្រៃវេទជាងព្រាហ្មណ៍ទាំងពួងគ្នាទី6សត្តព្រាហ្មណាព្រាហ្មណ៍ទាំងឡាយ7នាក់លើកម្រាមដៃហើយទាយដោយចំណែក2ថាបបិទ្ធព្រះសមត្ថិទេពកុមារដែលប្រកបដោយមហាបុរសលក្ខណៈ32ប្រការនេះសឹងប្រកបដោយកតិ2ប្រការមកនៅគ្រប់គ្រងគេហដ្ឋាននឹងបានសោយរាជសម្បត្តិជាស្ដេចចក្របើចេញទ្រង់បព្វជិនឹងបានត្រាស់ជាព្រះអរហន្តសម្មាសម្ពុទ្ធក្នុងលោកទេសង្បនៈហតរោកោដញ្ញូចំណែកកោដញ្ញព្រាហ្មណ៍ដែលក្មេងជាងព្រាហ្មណ៍ទាំងឡាយនោះបានឃើញនៅលក្ខណៈក៏លើកម្រាមមួយទាយថាកុមារនេះពុំមែននៅគ្រប់គ្រងគេហដ្ឋានទេពិតជានឹងបានត្រាស់ជាព្រះពុទ្ធពិតប្រាកដ